សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះផាន់សុភាពធ្វើការនៅក្រុមហ៊ុនបដិសលកម្ពុជាហើយបច្ចុប្បន្ននេះខ្ញុំជានាយកអាជីវកម្មផ្នែកទីប្រឹក្សាខ្ញុំបានបម្រើការងារនេះតាំងពីឆ្នាំ2016បើគិតមកដល់បច្ចុប្បន្នខ្ញុំបានបម្រើការងារនេះរហូតទៅដល់ជាង9ឆ្នាំថ្ងៃនេះខ្ញុំមានឱកាសក្នុងការចែករំលែកអំពីដំណើរការនៃការទទួលសំណងរបស់អតិថិជនម្នាក់ដែលគាត់បានប្រើប្រាស់កញ្ចប់សម្រាប់អនាគតគ្រួសារតាំងពីឆ្នាំ2018ខ្ញុំបានស្គាល់គាត់ដោយចៃដន្យទេខ្ញុំបានទៅស្រុកពេលនោះគឺខ្ញុំបានឃើញគាត់ឈរនៅតាមផ្លូវក៏ខ្ញុំបានសួរថាបងទៅណាដែរគាត់ថាគាត់ទៅខាងព្រៃវែងដោយសារគាត់ហៅឡានច្រើនពេកហើយគេអត់ឈប់អញ្ចឹងពេលនោះខ្ញុំក៏ហៅគាត់ឡើងឡានខ្ញុំក៏បានជជែកលេងជាមួយគាត់ហើយបានមើលគាត់តាមកញ្ចក់ឃើញកូនស្រីរបស់គាត់ប្រហែលជាពេលនោះអាយុ5ឆ្នាំខ្ញុំក៏នឹកឃើញថាឱកាសយើងគួរតែចែករំលែកនៅរឿងល្អដល់គ្រួសាររបស់គាត់ក៏ថាបងខ្ញុំធ្លាប់ស្ដាប់ខ្ញុំធ្លាប់ដឹងដែរប៉ុន្តែមានអារម្មណ៍ថាដូចជាស្ដាប់ទៅអត់ដែរចូលទៅជាសោះហើយថ្ងៃហ្នឹងស្ដាប់បងឯងមើលទៅមានអារម្មណ៍មួយថាដូចចង់ធ្វើហ្មងអញ្ចឹងណាខ្ញុំសឹងថាអត់ជឿគាត់ទេពេលនោះខ្ញុំអត់ជឿមែនប៉ុន្តែនៅថ្ងៃទី19គាត់ខលមកថាបងខ្ញុំបងឯងចាំខ្ញុំអត់ពីមុនខ្ញុំជិះឡានមួយបងឯងដែលបងឯងអត់យកលុយយកហើយឥឡូវហ្នឹងគឺខ្ញុំហើយប្រពន្ធរបស់ខ្ញុំគឺសម្រាប់ចិត្តទទួលយកសេវាកម្មដែលបងឯងចែករំលែកបងអញ្ជើញមករៀបចំត្រូវធ្វើអីខ្លះប្រាប់ខ្ញុំអីចឹងណាខ្ញុំក៏បានប្រាប់គាត់ទៅប៉ុន្តែរឿងជាអកុសលដែលខ្ញុំបានមិននឹកស្មានថាកើតឡើងទេគឺនៅ2024គាត់បានស្លាប់ដោយសារគាំងបេះដូងពេលនោះព្រលឹមឡើងកូនស្រីរបស់គាត់បានខលមកខ្ញុំគ្រាន់តែខ្ញុំឮដំណឹងគាត់បានជួបរឿងនេះភ្លាមខ្ញុំក៏បានមកជួបជុំក៏ដូចជាមកប្រមូលឯកសារក៏ដូចជាមកពិនិត្យស្ថានភាពនៅកន្លែងដែលគាត់បានលាចាកលោកខ្ញុំបានប្រមូលឯកសារបដិសលក៏ដូចជាឯកសារក្រុមគ្រួសាររបស់គាត់ជាពិសេសគឺកូនស្រីរបស់គាត់គឺគាត់មានសន្តិភាពផ្លូវចិត្តពេលដែលក្រុមហ៊ុនបានរៀបចំក៏ដូចជាសងសំណងទៅក្រុមគ្រួសាររបស់គាត់ប្រៀបធៀបយើងជាហេរ៉ូម្នាក់ដែលបានជួយគ្រួសាររបស់គាត់ទោះបីជាបងប្អូនជាអតិថិជនមានហេតុការណ៍ពិបាកយ៉ាងណាក៏ដោយសម្រាប់ទីប្រឹក្សាភ្នាក់ងារក្រុមហ៊ុនបដិសលនៅតែនៅចិត្តជាមួយបងប្អូនជានិច្ចទីមទាជួយបងប្អូនជានិច្ចនេះគឺជាសុឆន្ទៈក៏ដូចជាអ្វីដែលក្រុមហ៊ុនកំពុងនឹងធ្វើហើយនឹងបន្តទៅថ្ងៃអនាគតផងដែរ